សម្បត្តិដ៏កម្រ6យ៉ាងទី1កតេសម្បត្តិគឺបានអត្តភាពក្នុងកំណើតជាមនុស្សទី2កាលៈសម្បត្តិគឺកើតតនពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធទី3បទេសសម្បត្តិគឺនៅក្នុងប្រទេសដ៏សមគួរទី4កលៈសម្បត្តិគឺកើតនៅក្នុងត្រកូលដែលមានសមាទិដ្ឋិទី5ឧបតិសម្បត្តិដែលមានអត្តភាពពេញបរិបូរណ៍មិនពិកលពិការនិងទី6ទិដ្ឋិសម្បត្តិដល់ព្រមដោយជាបុគ្គលដែលជាសមាទិដ្ឋិនៅក្នុងសម្បត្តិទាំង6ប្រការនេះគឺជាសម្បត្តិដែលបានដោយកម្រមិនមែនចេះតែបានទៅដោយងាយនោះទេវាអាស្រ័យដោយពពេចកតបញ្ញតាដែលយើងបានបំពេញបានធ្វើមកពីមុនណាទើបអាចសម្រេចនៅសម្បត្តិទាំងអស់នេះបានពេលខ្លះទៀតក៏ត្រូវខាតបង់ឬក៏ថាត្រូវបាត់បង់នៅសម្បត្តិណាមួយមិនបានគ្រប់ទាំង6ក៏មានអញ្ចឹងពាក្យថាសម្បត្តិដ៏កម្រហ្នឹងបានន័យថាវាមិនងាយក្នុងការកើតឡើងទី1កតេសម្បត្តិគឺបានអត្តភាពជាមនុស្សគង់គិតថាមនុស្សដែលយើងបានអត្តភាពនេះណាទាំងបរោះក្តីទាំងស្ត្រីក្តីគង់គិតថាវាជារឿងមួយដែលងាយបានអត្តភាពជាមនុស្សចង់បានក៏បានទៅទេនៅក្នុងនៃពុទ្ធដីកាព្រះអង្គសម្ដែងថាកិច្ចឆោមនុស្សបដិលាភោការត្រឡប់បានអត្តភាពជាមនុស្សនេះគឺជាការក្រហើយបានមកហ្នឹងគឺថាដោយសភាពនៃបុគ្គលដែលបំពេញនៅកុសលធម៌មកទៀតទៅបានអត្តភាពជាមនុស្សពុំដូច្នោះទេมันបានអត្តភាពជាមនុស្សទេណាមានមនុស្សជាច្រើនឬក៏ថាគឺថាមិនងាយទេណាក្នុងកំណើតជាមនុស្សនេះណាមានសត្វក្នុងអបាយភូមិដ៏ច្រើនបានន័យថាសិតតែចង់បានកំណើតជាមនុស្សហើយក្នុងកំណើតជាមនុស្សនេះទៀតអាចប្រព្រឹត្តព្រហ្មចរិយធម៌បានបើជាបរិសុទ្ធក៏អាចបួសបានអាចប្រព្រឹត្តទៅដោយល្អប្រសើរក្នុងកុសលធម៌បើភាពជាស្ត្រីក៏អាចប្រព្រឹត្តធម៌បានដូចគ្នាដែរអញ្ចឹងក្នុងកំណើតជាមនុស្សនេះគឺជាកំណើតមួយដែលកម្រមិនងាយក្នុងការបានទេនៅក្នុងនៃពុទ្ធដីកាព្រះអង្គសម្ដែងថាកិច្ចឆោមនុស្សបដិលាភោការត្រឡប់បានអត្តភាពជាមនុស្សគឺជាការក្រអញ្ចឹងបើជាការក្របានន័យថាមិនមែនចេះតែបានតាមអ្វីដែលយើងចង់បានតាមប្រាថ្នាទេលុះត្រាណាតែមានហេតុបច្ច័យដ៏ល្អប្រសើរពីអតីតដែលយើងបានធ្វើមកទើបអាចបានអត្តភាពជាមនុស្សនៅក្នុងកតិសម្បត្តិនេះបានទី2កាលៈសម្បត្តិគឺការតន់ពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធពាក្យព្រានប្រដៅរបស់ព្រះអង្គច្រើនទៅណាស់សម្រាប់ទូមានព្រានប្រដៅឲ្យមនុស្សយើងដើរនៅក្នុងផ្លូវត្រូវវាបងឬក៏ថាដើរចេញអំពីផ្លូវនៃមច្ឆាទិដ្ឋិមានការយល់ខុសផ្សេងដែលពឹងទៅលើវត្ថុខាងក្រៅជាងពឹងទៅលើខ្លួនឯងណាបុគ្គលដែលថាមានព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធមានពាក្យបដាយរបស់ព្រះអង្គជាទីពឹងទីរលឹកមិនរំជើបរំជួលមិនច្បងច្បល់នឹងរឿងខាងក្រៅច្រើនពេកនោះទេអញ្ចឹងណាដល់ពេលយើងអត់បានសិក្សារៀនសូត្រងាកជឿខាងនេះងាកជឿខាងនោះបកែសពគ្រប់បែបបកាថែមទាំងថាខ្លួនយើងខ្លួនឯងដែលជាអ្នកសាងហេតុនេះយើងអត់សូវជឿទុកចិត្តចូលចិត្តពឹងតែរបស់ខាងក្រៅអញ្ចឹងការតន់ពាក្យព្រានបដាយដែលឈ្មោះថាកាលៈសម្បត្តិនេះដែលឈ្មោះថាកាលៈសម្បត្តិនេះបានន័យថាល្អប្រសើរយើងអាចសិក្សារៀនសូត្របានដឹងបានស្គាល់បានយល់ទៅវាបង់នៅផ្លូវខុសទាំងឡាយពេលដែលយើងវាបង់នៅផ្លូវខុសទាំងឡាយនេះបានយើងដឹងគុណថាព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធពិតជាមានតម្លៃដែលយើងបានសិក្សារៀនសូត្របានស្ដាប់ទី3ប្រទេសសម្បត្តិគឺក្នុងប្រទេសដែលសមគួរគឺជាប្រទេសដែលមានព្រះពុទ្ធសាសនាទោះបីជាថាมันបានទៅជាប្រទេសដែលថាមហាអំណាចទី1ទី2អីយ៉ាងណាក៏ដោយប៉ុន្តែជាប្រទេសមួយដែលសមគួរដល់ការរស់នៅដែលមានសេចក្តីសុខចឹងទៅមានធម៌អារបស់ព្រះសម្មាសម្ពុទ្ធមានការបំពេញបដិបត្តិមានព្រះរតនត្រ័យជាទីពឹងហ្នឹងណាអាហ្នឹងក៏ជាប្រទេសដែលសមគួរទី4កលៈសម្បត្តិគឺនៅក្នុងត្រកូលដែលជាសមាទិដ្ឋិអ្នកខ្លះគាត់មានបុណ្យកុសលមកម្ដាយពុករបស់គាត់សិតតែសមាទិដ្ឋិដល់ពេលគាត់កើតមកគាត់អាចមានសិលតាំងពីក្មេងប្រព្រឹត្តល្អឬក៏ថាមានអាកប្បកិរិយាមានរយាល្អប្រសើរដល់ពេលអ្នកខ្លះទៀតទោះបីជាថាកើតក្នុងត្រកូលដែលមានទ្រព្យសម្បត្តិច្រើនក៏ដោយប៉ុន្តែមច្ឆាទិដ្ឋិមានការយល់យ៉ាងនេះមួយយ៉ាងនោះមួយខុសបែបគ្រប់បែបប្រការអញ្ចឹងទៅវាត្រូវជាថាចំណាយទាំងពេលវេលាចំណាយទាំងបច្ច័យលុយកាក់អស់ច្រើនហើយมันបានផលល្អប្រសើរហើយថែមទាំងមានទោសដ៏ធ្ងន់ទៀតឬក៏ថាប្រព្រឹត្តទៅបដិបទាដែលខុសអំពីសម្មាបដិបទារបស់ព្រះសម្មាសម្ពុទ្ធមានតែការដឹកនាំគ្នានៅក្នុងផ្លូវខុសតែប៉ុណ្ណោះអាហ្នឹងក៏ថាកលសម្បត្តិហ្នឹងគឺសំខាន់ណាមិនមែនជារឿងមិនសំខាន់ទេបើយើងបានក្នុងតកូលល្អប្រសើរមានការយល់ដឹងត្រឹមត្រូវនេះជាភពសំណាងជាសម្បត្តិដ៏ល្អប្រសើររបស់យើងមួយចំណែកទី4គេឲ្យឈ្មោះថាឧបតិសម្បត្តិគឺមានអត្តភាពពេញបរិបូរណ៍មានអវយវៈរបស់យើងណាមិនពិកលពិការមិនកមិនថ្លង់មិនខ្វិនខ្វងអីចឹងទៅមានអវយវៈបរិបូរណ៍ដល់អាការៈទាំង32ប្រការនេះគឺជាលៀបដល់សំណាងរបស់យើងផងដែរយើងមើលមិនខ្វះទេណាអ្នកដែលថា
គាត់ចង់បានអត្តភាពពេញបរិបូរណ៍ល្អប្រសើរដូចជាយើងប៉ុន្តែដោយសភាពថាបុណ្យកុសលរបស់គាត់ប្រព្រឹត្តទៅឬក៏ថាធ្លាប់ប្រព្រឹត្តទៅដោយបាបកម្មពីវិរិយណានិមួយបានអត្តភាពមកវាមានសភាពពិកលពិការអញ្ចឹងឧបតិសម្បត្តិរបស់គាត់មានបញ្ហាឬក៏ថាមិនសំណាងដូចជាយើងប៉ុន្តែយើងនេះឧបតិសម្បត្តិរបស់យើងនេះគឺថាល្អប្រសើរបើល្អប្រសើរហើយយើងមិនគួរណាលះបង់ទេបើថាសម្បត្តិដ៏ល្អប្រសើរដែលយើងបានហើយត្រូវចេះថែរក្សាហើយក៏ប្រព្រឹត្តឲ្យបានល្អនិងទី6ទិដ្ឋិសម្បត្តិជាបុគ្គលដែលមានសមាទិដ្ឋិអានេះគឺថាខ្លួនយើងដោយការខ្សែគប់នៅបុគ្គលដែលមានសមាទិដ្ឋិក៏បានទៅជាបុគ្គលសមាទិដ្ឋិបើយើងខ្សែគប់ជាមួយនឹងបុគ្គលដែលជាមិច្ឆាទិដ្ឋិជាបាបប្រមិតនាំយើងទៅជឿវត្ថុខាងក្រៅច្រើនពេកឬក៏ថាច្បោកច្បល់ដោយរឿងខាងក្រៅយកមកជាទីពឹងណាអាហ្នឹងគឺជារឿងមួយដែលថាมันល្អប្រសើរទេតែសមាទិដ្ឋិនេះដែលកើតឡើងទៅបានលុះត្រាណាតែយើងខ្សែគប់នៅកល្យាណមិត្តនាំយើងនៅក្នុងផ្លូវត្រូវស្គាល់បុណ្យស្គាល់បាបស្គាល់គុណទោសគុណមេត្តាបិតាជាដើមនេះដូច្នេះនៅក្នុងសម្បត្តិទាំង6នេះគឺជាសម្បត្តិមួយដែលថាបានមកដោយកម្របើជាសម្បត្តិបានមកដោយកម្រយើងត្រូវចេះថែរក្សានៅសម្បត្តិទាំងអស់នោះហើយប្រព្រឹត្តនៅព្រហ្មចរិយធម៌ដើម្បីជាទីប្រព្រឹត្តទៅរហូតដល់រួចចាកសេចក្តីទុក្ខទាំងពួងសូមអនុមោទនា